មកដល់ហើយចាំថ្ងៃដែលចុះហត្ថលេខាសន្តិភាពអចិន្ត្រៃយ៍នេះឥឡូវនេះឯកស្ថានដែលខ្ញុំពាក់ថ្ងៃប្រយុទ្ធគ្នាថ្ងៃចាប់ពីថ្ងៃ24កក្កដាដល់ថ្ងៃទី26កក្កដាបានខ្ញុំដោះដូរអាវនេះមានមើលទំនាប់ជើងអត់មានបោកទេទុកឲ្យកូនចៅចំនួនក្រោយឲ្យចងចាំថាសង្គ្រាមមួយថៃវារបៀបម៉េចហើយមើលទំនាប់ជើងនេះសត្វដីខោក៏ដីអត់មានបោកចេញទេទុកឲ្យដឹងថានាលផុកថ្ងៃ5ថ្ងៃ3ថ្ងៃនេះថតមួយសម្ដេច2017ហើយនេះទុកជាអនុស្សាវរីយ៍ដើម្បីខ្លួនឯងហើយក៏ដើម្បីកូនចៅចំនួនក្រោយឲ្យចងចាំថាឪពុកឬក៏ជាជីតានេះហើយឆ្លង5យប់5ថ្ងៃនេះវាយ៉ាងណាយ៉ាងណីឬក៏មានអ្នកមានឥទ្ធិពលខាង MMO ចង់បានសូមខមមិនមកឲ្យតថាយកទៅតាំងទុកឲ្យបងប្អូនកូនចៅមើលខ្ញុំនឹងបកគលជូនឲ្យនេះមានមួកមានកម្មានេះដាក់យ័ន្តនៅពីក្នុងកម្មានេះយ័ន្តហើយសូមអរគុណបងប្អូន